ធ្វើឲ្យប៉ាបិយាភ័យខ្លាចខណៈដែលដៃរបស់គាត់ចាប់ផ្ដើមញ័រប៉ាបិយាបដិសេធមិនទទួលយករឿងនេះទេហើយក៏ហែកដៃរបស់គាត់ចេញដើម្បីយកឈ្នះលើការភ័យខ្លាចរបស់គាត់ហើយគាត់ក៏បានប្រែក្លាយដៃនោះទៅជាដាវព្រះពុទ្ធស្ទុះចូលជាមួយទំពក់របស់គាត់ប៉ុន្តែប៉ាបិយាបានវាយបកដោយប្រើស្គីលរបស់គាត់ធ្វើឲ្យទំពក់នោះបែកអាវុធរបស់ព្រះពុទ្ធបានវិលត្រឡប់ទៅទម្រង់ដើមវិញហើយប៉ាបិយាបានស្ទុះត្រគាត់រួចក៏បំផ្លាញដំបងរបស់ព្រះពុទ្ធវាមើលទៅដូចជាទីបញ្ចប់សម្រាប់ព្រះពុទ្ធហើយប៉ាបិយាក៏បានដើរចូលទៅសម្រាប់ព្រះពុទ្ធប៉ុន្តែនៅពេលនោះព្រះពុទ្ធក៏បានឃើញពន្លឺនៅពីក្រោយគាត់ហើយនៅពេលដែលគាត់លូកដៃត្រកវាមានដៃមួយចាប់ដៃរបស់គាត់ព្រះពុទ្ធបានដឹងខ្លួនឡើងវិញហើយគាត់ស្រាប់តែចាប់ផ្ដើមសើចប៉ាបិយាគិតថាព្រះពុទ្ធបានឈួតទៅហើយប៉ុន្តែនៅពេលដែលព្រះពុទ្ធក្រោកឡើងវិញគាត់និយាយថាគាត់បានយកឈ្នះលើភាពមិនទាន់ពេញវ័យរបស់គាត់ហើយខ្សែចងសក់របស់គាត់ក៏បានបែកដែលធ្វើឲ្យគាត់ទទួលបានរូបរាងថ្មីហើយគាត់បានយកអាវុធរបស់សេរ៉ូរួចប្រាប់សេរ៉ូថាពួកគេនឹងប្រយុទ្ធជាមួយគ្នាខណៈដែលគាត់ដំណើរការ Divine Tracer Forge ហិលដាយំនៅពេលដែលនាងដឹងថាអាវុធកំពុងតែស្រូបយកសេចក្តីស្រឡាញ់របស់ព្រះពុទ្ធជំនួសឲ្យសំណាងអាក្រក់ដោយប្រែក្លាយវាទៅជាកំណត់ទ្រព្យទេពថ្មីអាវុធនោះមានទម្រង់ដូចជាដាវចម្លែកមួយហើយវាមានថាមពលរបស់ព្រះនៃសំណាងទាំង7ព្រះពុទ្ធចូលទៅប្រយុទ្ធទល់មុខជាមួយនឹងប៉ាបិយាហើយមនុស្សហូរឲ្យគាត់តាមដែលពួកគេអាចធ្វើបានបំណងប្រាថ្នារបស់ពួកគេបានហូរចូលទៅក្នុងខ្លួនរបស់គាត់ដែលផ្ដល់កម្លាំងដល់គាត់ខណៈដែលប៉ាបិយាឆ្ងល់ថាតើព្រះពុទ្ធអាចបន្តប្រយុទ្ធបានដោយរបៀបណាទោះបីជាគាត់បានរងរបួសធ្ងន់ធ្ងរក៏ដោយព្រះពុទ្ធការពារការវាយប្រហាររបស់ប៉ាបិយាហើយពួកគេទាំងពីរអាចវាយគ្នាត្រូវទៅវិញទៅមកប៉ុន្តែកូជិរ៉ូគិតថាឱកាសកំពុងតែប្រឆាំងនឹងព្រះពុទ្ធព្រោះគាត់បានរងរបួសធ្ងន់ធ្ងររួចទៅហើយប៉ាបិយាវាយប្រហារដោយប្រើស្គីលរបស់គាត់ដែលធ្វើឲ្យព្រះពុទ្ធរបួសបន្ថែមទៀតនៅពេលដែលគាត់ព្យាយាមរារាំងវាប៉ុន្តែព្រះពុទ្ធអាចគវាសវាចេញបានដោយបង្កើតជាឱកាសហើយគាត់ក៏បានវាយបកវិញប៉ាបិយាមិនចង់ជឿថាការវាយប្រហារដ៏ខ្លាំងបំផុតរបស់គាត់ត្រូវបានព្រះពុទ្ធរារាំងនោះទេប៉ុន្តែយើងឃើញព្រះនិយាយថាព្រះពុទ្ធនឹងមិនអាចរារាំងការវាយប្រហារនោះម្ដងទៀតបានទេប៉ុន្តែហេតុដេសនិយាយថាព្រះពុទ្ធគ្រាន់តែត្រូវការកិច្ចប៉ុណ្ណោះយើងឃើញប៉ាបិយាបញ្ចេញការវាយប្រហារយ៉ាងសាហាវប៉ុន្តែវាហាក់ដូចជាឥឡូវនេះព្រះពុទ្ធអាចកិច្ចបានដោយសារតែការភ័យខ្លាចរបស់ប៉ាបិយាឥឡូវនេះព្រះពុទ្ធអាចមើលឃើញពន្លឺនៃព្រលឹងរបស់ប៉ាបិយាដែលអនុញ្ញាតឲ្យគាត់កិច្ចពីការវាយប្រហារនោះបានប៉ាបិយាចាប់ផ្ដើមខឹងសម្មាដោយមិនអាចវាយត្រូវព្រះពុទ្ធបានដូច្នេះគាត់ក៏ប្រើស្គីលបញ្ចប់របស់គាត់ពុះព្រះពុទ្ធដាច់ជាពីរគ្រប់គ្នាមានការញាក់ផ្អើលពេលឃើញរឿងនេះហើយប៉ាបិយាគិតថាទីបំផុតគាត់បានឈ្នះហើយប៉ុន្តែរូបកាយរបស់ព្រះពុទ្ធស្រាប់តែបាត់ហើយគាត់បង្ហាញខ្លួនឡើងវិញនៅពីក្រោយប៉ាបិយាព្រះពុទ្ធបានវាយប្រហារយ៉ាងសាហាវទៅលើប៉ាបិយាដោយកាត់ប៉ាបិយាទៅជាអំណាចខណៈដែលមនុស្សជាតិអបអរជ័យជំនះប៉ាបិយាបដិសេធមិនទទួលយកការបរាជ័យទេដោយព្យាយាមវាយប្រហារម្ដងទៀតប៉ុន្តែមុនពេលគាត់អាចវាយប្រហារដល់ព្រះពុទ្ធព្រលឹងរបស់គាត់ស្រាប់តែបែកខ្ញែកព្រះពុទ្ធឃើញព្រលឹងរបស់សេរ៉ូញញឹមដាក់គាត់ខណៈដែលសេរ៉ូចូលរួមជាមួយនឹងព្រះនៃសំណាងទាំង7ឡើងទៅលើមេឃហើយព្រះពុទ្ធក៏និយាយលាគាត់ព្រះពុទ្ធត្រូវបានប្រកាសជាអ្នកឈ្នះការប្រកួតហើយមនុស្សអបអរគាត់ខណៈដែលគាត់ចាក់ចេញពីសង្វៀនហេលដានឹងហ្គលរត់ទៅរកគាត់ហើយអបអរជ័យជំនះរបស់គាត់ប៉ុន្តែគាត់ស្រាប់តែដួលសន្លប់ដោយសារតែរបួសគាត់បានទទួលការព្យាបាលពីគ្រូពេទ្យហើយគាត់បានរំលឹកហេលដាកុំឲ្យធ្វើអ្វីមើងម៉ាត់គ្រប់ពេលវេលាហេលដាឃើញអ្នកខ្លាយបណ្ដំម្នាក់កំពុងតែដើរមកប៉ុន្តែអ្នកដឹងថាម្នាក់នោះជាមនុស្សឈ្មោះថា Nostradamus ដែលគាត់បានដោះការបន្លំខ្លួនរបស់គាត់ចេញហើយប្រាប់នាងថាគាត់ចង់ប្រយុទ្ធនៅជុំបន្ទាប់ប៉ុន្តែនាងនិយាយថាវាមិនទាន់ដល់ពេលរបស់គាត់ឡើយទេហើយគម្រាមបញ្ជូនគាត់ត្រឡប់ទៅពិភពក្រោមដីវិញប្រសិនបើគាត់បន្តបង្កបញ្ហានាងដឹងថាគាត់ជាមនុស្សតែម្នាក់គត់ដែលត្រូវបានបញ្ជូនទៅពិភពក្រោមដីពីព្រោះគាត់បានបំផ្លាញ Bifrost ដែលភ្ជាប់ទៅនឹងអាណាចក្រព្រះ Valhallaយើងដឹងថា Bifrost ដើរតួជាច្រកទ្វារដើម្បីការពារអាណាចក្រទាំងពីរពីការឈ្លានពានគ្នាទៅវិញទៅមកពីព្រោះភាគីទាំងពីរតែងតែមានសង្គ្រាមនឹងគ្នាហើយមានតែព្រះជាន់ខ្ពស់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់វា Nostradamus បញ្យល់ថាគាត់មិនអាចកំទេចវាបានទាំងស្រុងទេព្រោះព្រះបានបញ្ឈប់គាត់ពាក់កណ្ដាលទីហើយគាត់បង្ហាញថាគាត់ចង់ឃើញពីអ្វីដែលនឹងកើតឡើងប្រសិនបើ Bifrost ត្រូវបានបំផ្លាញប៉ុន្តែ Hilda ប្រាប់គាត់ឲ្យរងចាំនៅក្នុងបន្ទប់របស់គាត់រហូតដល់នាងហៅគាត់ហើយបញ្ជាក់ថានាងនឹងទុកគាត់សម្រាប់ពេលវេលាត្រឹមត្រូវព្រោះគាត់ជាអាវុធពិសេសរបស់មនុស្សជាតិព្រះដឹងថាលទ្ធផលឥឡូវនេះគឺស្មើគ្នាហើយនៅពេលដែលពួកគេគិតអំពីអ្នកណាដែលត្រូវចូលរួមប្រកួតប្រជុំបន្ទាប់ Hermes ក៏សម្លឹងមើល Ares ដូច្នេះ Ares ក៏គិតថាពួកគេចង់ឲ្យគាត់ប្រយុទ្ធគាត់ចង់នាំមកនៅជ័យជំនះដល់ប្រជាជន Olympus ដូច្នេះគាត់ក៏សម្រេចចិត្តតំណាងឲ្យព្រះប៉ុន្តែ Hades ស្រាប់តែស្ម័គ្រចិត្តព្រោះគាត់ចង់សងសឹកឲ្យប្អូនប្រុសរបស់គាត់ Poseidon Hilda រៀបនឹងកោះហៅអ្នកតំណាងបន្ទាប់របស់មនុស្សជាតិប៉ុន្តែនាងបានឃើញ Nostradamus ដែលគាត់ទូទាយថាព្រះនឹងឈ្នះការប្រកួតជុំបន្ទាប់Gol ភ័យសន្ស្លាវដោយសារតែការទូទាយរបស់គាត់ប៉ុន្តែគាត់បង្ហាញថាគាត់គ្រាន់តែលេងសើចប៉ុណ្ណោះហើយគាត់សើចដែលនាងងាយបោកបែបនេះ Hilda មានការញាក់ប៉ាពេលដឹងថាអ្នកណាជាអ្នកតំណាងបន្ទាប់របស់ព្រះហើយGol ភ័យសន្ស្លាវនៅពេលដែលនាងដឹងថាគេគឺជា Hades ព្រោះនាងគិតថាគាត់គ្មានគូប្រៀបទេប៉ុន្តែ Hilda និយាយថានាងស្គាល់មនុស្សម្នាក់ដែលអាចឈ្នះគាត់បានហើយនាងក៏បានកោះហៅអត្រាទី1នៃមនុស្សជាតិឈ្មោះ Chin Si Huang យើងឃើញ Ares ប្រាប់ Hermes ថាជ័យជំនះរបស់ពួកគេត្រូវបានធានារួចហើយព្រោះ Hades ជាអ្នកប្រយុទ្ធដ៏គួរឲ្យខ្លាចប៉ុន្តែ Chin ស្រាប់តែមកអង្គុយជាមួយពួកគេ
ពួកគេគិតថាគាត់ប្រហែលជាវង្វេងផ្លូវដូច្នេះ